បងប្អូនជនរួមជាតិជាទីស្រឡាញ់ទូលព្រះបង្គំខ្ញុំបកណាខ្ញុំសូមសម្ដែងនៅការកោតសរសើរនិងថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះស្មារតីស្រឡាញ់ជាតិមាតុភូមិនិងសាមគ្គីជាតិខ្ពស់របស់បងប្អូនជនរួមជាតិគ្រប់រូបដែលបានរួមចំណែកទាំងកម្លាំងកាយចិត្តនិងការលះបង់សម្ភារៈថវិកានិងពេលវេលានៅក្នុងសកម្មភាពនៃការការពារជាតិមាតុភូមិនិងការដោះស្រាយជីវភាពរស់នៅរបស់បងប្អូនភាគសឹកនៅតាមព្រំដែននៅក្នុងកលៈទេសៈដែលសភាពការនៅព្រំដែនមានការវិវត្តប្រែប្រួលឆាប់រហ័សទូលព្រះបង្គំខ្ញុំបកណាខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមកម្លាំងសាមគ្គីជាតិជាធ្លុងមួយដើម្បីពុះពៀបម្រើនឹងការពារជាតិមាតុភូមិប្រកបដោយភាពមោះមុតនិងភក្ដីភាពបំផុតនៅក្រោមម្លប់ដ៏សែនត្រជាក់របស់អង្គព្រះមហាក្សត្ររាជរដ្ឋាភិបាលបាននឹងកំពុងខិតខំស្វែងរកដំណោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់មធ្យោបាយដោយសន្តិវិធីយន្តការទូតនិងច្បាប់អន្តរជាតិ